តើបងឲ្យខ្ញុំបង្ហាញវីដេអូទៅនឹងកម្មវិធី Live ដែលយើងអាចដាក់ filter បានបងនេះបងឡើងកម្មវិធីនេះឈ្មោះPrem Live នេះបង PRISM ហ្នឹងបងដើរមកហើយបងចូលក្នុងហ្នឹងមកវាឲ្យ connect ជាមួយនឹង Facebook របស់យើងអញ្ចឹងបងយើងចុច connect នៅពេលដែលចុច connect បានហើយវាសូចេញអញ្ចឹងហើយបងអញ្ចឹងយើងអាចដាក់ filter បានតាមចិត្តយើងបងចុចកន្លែង filter ហ្នឹងទៅមានច្រើនចាំមកចាំ check តាមហ្នឹងទៅហើយបន្តទៀតបងចុចready ហ្នឹងទៅហើយវាឲ្យ connect ជាមួយនឹង Facebook ភាសាទៀតបងអញ្ចឹងមកចុចកន្លែង Facebook ហ្នឹងមកហើយចុច connect មកចុច continue ហើយចុច continue ទៀតបងនៅពេលដែលចុច continue ហើយបងចុចកន្លែងនេះបងដូរទៅ18ទៅរឿងច្បាស់តិចកន្លែងហ្នឹង resolution វាចុចខាងលើគេណាខ្ញុំថយមកវិញមកដល់ frame នេះយើងយកត្រឹម30ហ្នឹងបងហើយតែប៉ុណ្្នឹងបានហើយបន្តទៀតបងចុចនៅលើរូបហ្នឹងចុចលើវីដេអូហ្នឹងអក្សរឈ្មោះ live stream ហ្នឹងទៅវាចេញអញ្ចឹងទៀតចេញមកចុចខាងក្រោមមកយើងដូរ select page ហើយកន្លែងនេះខ្ញុំភ្លេចមើលកន្លែងនេះដាក់ everyone ផងណាបងប្រហែលច្រឡំដល់ enemy អត់ឡាយមានគេឃើញទេអញ្ចឹងមកចុចកន្លែងពាក្យ page នេះបងចុចពាក្យ page ហ្នឹងហើយចាំយើងរក page យើងដែលយើងត្រូវ live ហ្នឹងមកចុចគ្រីសហើយបងថយមកក្រោយវិញបងហើយចុច save ចុចពាក្យ save ទូចហ្នឹងហើយបន្តទៀតចុច go live បងចុច go live ហើយវាឲ្យ sign in ភាសាទៀតបងចុច continue ទៅវាឲ្យ connect ជាមួយនឹង account របស់យើងហើយអញ្ចឹងយើងចុច continue ទៀតមកប៉ុណ្ណឹងមកស្ទុះវា live ចេញហើយបងជំរាបចូល account nàyទៀតនេះបងប៉ុណ្ណឹងយើង live បានហើយអំឡុងពេល live ហ្នឹងដូចជាយើងអាច edit filter ឲ្យបានបន្ថែមទៀតអញ្ចឹងតែប៉ុណ្ណឹងឯងបង